បងប្អូនទាំងអស់គ្នាណាគេខ្លះដែលគាត់ទៅពេទ្យហើយគាត់ហ៊ានញ៉ាំអីសំបីតែទឹកមកតំណោះដោយសារតែគាត់ខ្លាចគ្រូពេទ្យបូមឈាមទៅញ៉ាំអីហើយមើលទៅវាអត់ត្រូវអូខេថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាថាពេលណាយើងគួរអត់ញ៉ាំអីហើយពេលណាយើងអាចញ៉ាំបានទី1ខ្ញុំសូមនិយាយអ្នកជំងឺដែលមកថ្មីហើយគាត់មកនឹងបដោតទៅលើពិនិត្យសុខភាពក៏អត់មានឈឺអីទេអញ្ចឹងនៅពេលដែលបងប្អូនមកពាក់ព័ន្ធជាមួយនឹងរឿងពិនិត្យសុខភាពគ្រូពេទ្យអាចនឹងឆែកពាក់ព័ន្ធនឹងជាតិស្ករហើយនឹងជាតិខ្លាញ់ពីរមុខហ្នឹងគឺសំខាន់មែនតើដែលយើងត្រូវការឲ្យគាត់អត់អាហារយ៉ាងហោចណា6ម៉ោងប៉ុន្តែជាទូទៅយើងអាចអត់ពី8ដល់12ម៉ោងប៉ុន្តែនៅក្នុងករណីនេះគឺយើងអត់តែអាហាររឹងអត់តែអាហារដែលមានជាតិផ្អែមដូចជាទឹកផ្អែមទឹកសូកូឡាកាហ្វេទឹកក្រូចទឹកអីទេប៉ុន្តែក្នុងករណីដែលគាត់ញ៉ាំឧទាហរណ៍ថាញ៉ាំទឹកសុទ្ធអីធម្មតាអញ្ចឹងនៅពេលដែលគាត់រងចាំគ្រូពេទ្យគឺគាត់អាចប្រសាបានអញ្ចឹងខ្ញុំចង់ផ្ដាំទៅបងប្អូនទាំងអស់គ្នាដែរថាកុំឲ្យប្រអត់ខ្លួនឯងដល់ថ្នាក់អត់ញ៉ាំអីទាំងអស់អញ្ចឹងចុះស្ថានភាពពេលណានៅពេលដែលគ្រូពេទ្យប្រាប់ថាអត់ឲ្យញ៉ាំទាំងអាហារអត់ឲ្យញ៉ាំទាំងរបស់ផ្អែមអត់ឲ្យញ៉ាំទាំងទឹកទៀតគឺនៅពេលដែលបងប្អូនឆែកសុខភាពពាក់ព័ន្ធជាមួយនឹងបងប្អូនចង់ឆ្លុះកាពះនៅពេលដែលយើងមានបំណងថាយើងមកពេទ្យយើងចង់ឆ្លុះពះអញ្ចឹងគ្រូពេទ្យគឺគាត់នឹងណែនាំឲ្យបងប្អូនឈប់ទាំងទឹកឈប់ទាំងអាហារដែលចូលតាមមាត់នឹងយ៉ាងហោចក៏6ម៉ោងដែរបីឲ្យសុវត្ថិភាពគឺ8ម៉ោងប៉ុន្តែយ៉ាងតិចណាស់ក៏6ម៉ោងដែរអញ្ចឹងពេលហ្នឹងហើយដែលបងប្អូនអត់ហ៊ានញ៉ាំទឹកនឹងវាត្រូវប៉ុន្តែជាទូទៅប្រសិនបើបងប្អូនមកពិនិត្យសុខភាពធម្មតាខ្ញុំណែនាំថាបងប្អូនអាចញ៉ាំទឹកមួយកែវនៅពេលដែលអង្គុយចាំអញ្ចឹងទៅដោយសារតែការពិនិត្យសុខភាពទី1គឺយើងមើលឈាមទី2ការពិនិត្យសុខភាពខ្លះត្រូវការមើលអេកូអញ្ចឹងប្រសិនបើបងអត់ញ៉ាំទឹកសោះបងក៏អត់ឈឺបត់ចង្ទូកដែរដល់អញ្ចឹងគ្រូពេទ្យដែលគាត់មើលអេកូហ្នឹងគឺគាត់មើលអត់ឃើញទេដោយសារយើងត្រូវការទឹកនៅក្នុងផ្លោកនោមដើម្បីមើលសរីរាង្គមួយចំនួនដូចជាកពិញប្រូស្តាតឬក៏ស្បូនអីចឹងទៅហើយណាមួយទៀតយើងត្រូវមើលអាកម្រាស់ផ្លោកនោមនឹងផងប្រសិនបើអត់មានទឹកនៅក្នុងផ្លោកនោមគឺយើងមើលអត់ឃើញទេចុះការបូមឈាមប្រភេទណាដែលអត់ចាំបាច់ត្រូវការអត់អាហារទាំងអាហាររឹងទាំងអាហាររាវអូខេចំពោះអ្នកជំងឺរបស់ខ្ញុំពេលដែលគាត់មកជួបខ្ញុំតែឈាមលើក្រោយទៀតដែលអត់ពាក់ព័ន្ធជាមួយនឹងជាតិខ្លាញ់ហើយនឹងជាតិស្ករគឺខ្ញុំណែនាំគាត់ឲ្យញ៉ាំអីធម្មតាទៅប្រសិនបើខ្ញុំឧទាហរណ៍ថាខ្ញុំគ្រាន់តែមើលពាក់ព័ន្ធនឹងមុខងារតម្រងនោមខ្ញុំមើលពាក់ព័ន្ធជាមួយមុខងារថ្លើមខ្ញុំមើលជាតិអំបិលជាតិអីឬក៏កម្រិតអរម៉ូនឬក៏ពាក់ព័ន្ធជាមួយនឹងរឿងប្រព័ន្ធភាពស៊ាំគឺខ្ញុំអត់តម្រូវឲ្យគាត់តមចំណីអាហារឬក៏តមទឹកទេអញ្ចឹងគាត់អាចញ៉ាំ breakfast ញ៉ាំអីហើយចាំគាត់មកជួបខ្ញុំហើយនៅពេលដែលបូមឈាមគឺតម្លៃនៃតេស្តទាំងអស់ហ្នឹងគឺវាអត់មានការផ្លាស់ប្ដូរទេទោះបីជាគាត់ភាសាអីឬក៏អត់ភាសាអីក៏ដោយចំណុចមួយទៀតដែលសំខាន់ដែរគឺគ្រឿងស្រវឹងអ្នកខ្លះគាត់យល់ច្រឡំគាត់ថាអូខេឥឡូវគាត់តមគ្រឿងស្រវឹង12ម៉ោងអញ្ចឹងគាត់ទៅមើលឈាមនៅពេលព្រឹកហ្នឹងវាគួរតែអត់អីតាមពិតការតមគ្រឿងស្រវឹងគឺយើងណែនាំឲ្យគាត់តមយ៉ាងហោចណាស់3ថ្ងៃទៅ5ថ្ងៃបើយ៉ាងល្អបំផុតគឺមួយសប្តាហ៍ព្រោះអីក្នុងករណីដែលគាត់ញ៉ាំគ្រឿងស្រវឹងថ្មីគឺវាអាចធ្វើឲ្យហ្គាម៉ាសេតេរបស់គាត់ឡើងអ្នកខ្លះត្រង់សាមីណាអត់ឡើងទេប៉ុន្តែហ្គាម៉ាសេតេគាត់ឡើងតិចតួចអញ្ចឹងទៅអញ្ចឹងនៅពេលដែលខ្ញុំចេញលទ្ធផលមកខ្ញុំសួរគាត់គឺគាត់ថាអូពីម្សិលមិញមួយថ្ងៃហ្នឹងគាត់ញ៉ាំគ្រឿងស្រវឹងអញ្ចឹងប្រសិនបើយើងឆែកសុខភាពឬក៏មើលពាក់ព័ន្ធជាមួយនឹងមុខងារថ្លើមគឺគួរឲ្យគាត់ទប់ស្កាត់កុំឲ្យប្រសាគ្រឿងស្រវឹងហ្នឹង3ថ្ងៃទៅ7ថ្ងៃអញ្ចឹងបានលទ្ធផលដែលយើងមើលទៅហ្នឹងវាមានភាពត្រឹមត្រូវថ្ងៃនេះខ្ញុំសង្ឃឹមថាអាចឆ្លើយសំណួរបងប្អូនពាក់ព័ន្ធរឿងតាមគាត់មកពេទ្យហ្នឹងអត់ហ៊ានញ៉ាំសូម្បីតែទឹកមកតំណក់ដោយសារតែមិនមែនឲ្យតែយើងបូមឈាមហ្នឹងគឺយើងត្រូវឲ្យអ្នកជំងឺគាត់អត់អាហារទេការបឺឈាមខ្លះគឺយើងអត់ចាំបាច់ឲ្យគាត់អត់អាហារទេយើងអាចមើលបានទោះបីជាគាត់ហូបអីហើយក៏ដោយមានតែឈាមមួយចំនួនទេឬក៏បើសិនជាអត់ទឹកគឺកម្រមែនតែនហ្មងអញ្ចឹងគាត់អាចប្រសាទឹកបាននៅពេលដែលគាត់ចាំគ្រូពេទ្យនៅពេលដែលគាត់ភ្ញាក់ពីគេងលើកលែងតែគាត់មានគោលបំណងថាគាត់ចង់ឆ្លុះកាពះហ្នឹងបានគាត់ត្រូវការឲ្យគាត់តមកុំឲ្យគាត់ញ៉ាំទឹកតតែសោះអូខេអញ្ចឹងថ្ងៃនេះចែករំលែកប៉ុណ្ណឹងប្រសិនបើមានសំណួរអីពាក់ព័ន្ធរឿង check up សុខភាពអីអាច comment នៅក្នុងវីដេអូនេះបានអរគុណជួបគ្នាថ្ងៃក្រោយទៀតបាយបាយ